Ok, xíu đây mà phone được trong video này cứ chiaរបៀបនៃការប្រើប្រាស់ម៉ាស៊ីន Richbone របស់ពួកយើងដែលជា model ຂនាត60-80 Sub Ultra តោះឥឡូវមកយើងមកមើលជាមួយគ្នាអូខេអញ្ចឹងកន្លែងនេះបងប្អូនចុច hold ឲ្យជាប់ទីមកដើម្បីបើកម៉ាស៊ីនហើយសម្រាប់កន្លែងទី1នេះគឺ zone wash នឹងប្រើសម្រាប់លាងជាន់ color សុទ្ធក៏បានខាងក្រោមសុទ្ធក៏បានឬក៏លាងទាំងអស់ក៏បានអញ្ចឹងបងប្អូនចុចមួយនៅកន្លែងនេះសញ្ញានេះគឺបានន័យថាលាងជាន់ក្រោមចុចមួយទៀតលាងតែជាន់លើសុទ្ធទេតែបើសិនបងប្អូនចង់លាងទាំងអស់ចុចឲ្យបាត់សញ្ញានេះមកគឺលាងទាំងអស់តែម្ដងហើយសម្រាប់ delay start ប្រើសម្រាប់ពញាម៉ោងថាបងប្អូនចង់ពញាម៉ោង1ម៉ោងក្រោយ2ម៉ោងក្រោយ3ម៉ោងក្រោយសម្រាប់ start ម៉ាស៊ីនលាងក៏បានដែរតែបើសិនជាអត់ទេបងប្អូនចុចឲ្យដល់លេខ24ហើយធ្លាក់មកដល់លេខ0គឺចាប់តាមលាងឥឡូវតែម្ដងអូខេចឹងដល់លេខ0គឺលាងឥឡូវហើយសម្រាប់មុខងារលាងគឺយើងមានពី AI នេះទៅ AI នេះប្រើសម្រាប់ប្រឡាក់ចម្រោះចឹងមានប្រឡាក់ខ្លាំងប្រឡាក់តិចលាងចម្រោះចូលគ្នាមុខងារទី2ប្រើសម្រាប់លាងប្រឡាក់ទូទៅមានប្រភេទសម្លម្ហូបឬក៏ស៊ុបអីក៏បងប្អូនអាចលាងបានដែរហើយ Baby K នេះប្រើសម្រាប់លាងសម្ភារៈកូនក្មេងដូចដបត្រោះគោឬក៏សម្ភារៈមួយចំនួនដែលប្រើប្រាស់សម្រាប់កូនក្មេង Fast នេះប្រើសម្រាប់លាងប្រឡាក់ស្រាលៗហើយអត់មានសម្ងួតទេសម្រាប់ Eco នេះគឺប្រើសម្រាប់លាងសន្សំសំចៃទាំងទឹកភ្លើងអញ្ចឹងសម្រាប់មុខងារនេះគឺប្រើសម្រាប់ប្រឡាក់មកល្មមហើយនៅខាងស្ដាំនេះយើងមាន Silent ប្រើសម្រាប់លាងប្រភេទសម្ភារៈមិនប្រឡាក់ខ្លាំងប្រឡាក់ស្រាលហើយជាពិសេសគឺសមស្របសម្រាប់ប្រភេទកែវហើយនៅខាងស្ដាំបន្តមកទៀតជាមុខងារ1ម៉ោងអញ្ចឹងក្នុងរយៈពេលនេះគឺលាងតែ1ម៉ោងគត់ទេទាំងសម្ងួតទាំងលាងតែម្ដងអញ្ចឹងសម្រាប់មុខងារនេះបើសិនជាបងប្អូនមានចានមិនសូវច្រើនបងប្អូនអាចប្រើមុខងារ1ម៉ោងនេះបានហើយនឹងខាងនេះរូបផ្ទះគឺជាប្រភេទលាងប្រើសម្រាប់ប្រភេទប្រឡាក់ខ្លាំងមានប្រភេទខ្លាញ់បឺគ្រឿងដិតមួយចំនួនអីឬក៏ប្រភេទឆ្នាំងផ្ទះតែប្រឡាក់នឹងខ្លាំងក្តាំងបងប្អូនអាចប្រើមុខងារ intensive នេះបានហើយបន្តមកទៀតនេះគឺជា pre-wash នឹងប្រើសម្រាប់កលេងហើយមុខងារនេះគឺពិសេសមួយទៀតគឺបងប្អូនអាចប្រើសម្រាប់លាងបន្លែផ្លែឈើបានដូចគ្នាអញ្ចឹងដោយសារតែមុខងារនេះគឺប្រើទឹកត្រជាក់ហើយមុខងារផ្សេងគឺសុទ្ធតែប្រើទឹកក្តៅអញ្ចឹងសម្រាប់មុខងារនេះគឺ fit ជាមួយនឹងបន្លែផ្លែឈើហើយនឹងការកលេងចានដូចគ្នាហើយបន្តមកទៀតនៅខាងក្រោយនេះគឺ machine care ប្រើសម្រាប់លាងតួម៉ាស៊ីនក្នុងរយៈពេល2សប្តាហ៍លើកទឹកចិត្តបងប្អូនប្រើមុខងារនេះម្ដងដើម្បីធ្វើការលាងសម្អាតម៉ាស៊ីនឲ្យយើងនៅស្អាតដូចថ្មីតែម្ដងហើយសម្រាប់ single dry នេះគឺប្រើសម្រាប់លាងនិងសម្ងួតនៅក្នុងម៉ាស៊ីនតែម្ដងមានន័យថាប្រើរយៈពេល1ម៉ោង20នាទីអញ្ចឹងក្នុងរយៈពេល20នាទីដំបូងម៉ាស៊ីននេះនឹងបាញ់ទឹកលាងសម្អាតបន្ទាប់មកសល់1ម៉ោងគឺវាសម្ងួតអូតូម៉ាទិកតែម្ដងអញ្ចឹងបើសិនជាបងប្អូនមានសម្ភារៈឬក៏ចានមកពីខាងក្រៅចង់លាងសម្ងួតនៅខាងក្នុងម៉ាស៊ីនហ្នឹងតែម្ដងក៏បានដែរហើយសម្រាប់ store នេះបងប្អូនអាចចុច standby បានបើសិនជាបងប្អូនចង់ store បានដល់តែរយៈពេល4ថ្ងៃអញ្ចឹងម៉ាស៊ីនបងប្អូនលាងហើយចានបងប្អូននៅខាងក្នុងទុករយៈពេល4ថ្ងៃក៏អត់មានការបែកញើសឬក៏ធំក្លិនអីមកខាងក្នុងម៉ាស៊ីនជាប់ជាមួយចានឆ្នាំងសម្ភារៈបងប្អូនបានដូចគ្នាដោយសារតែ store នេះគឺវាបឺតខ្យល់ក៏ដូចជារក្សាសីតុណ្ហភាពនៅខាងក្នុងម៉ាស៊ីនឲ្យនៅក្តៅងំហើយរក្សាទាំងក្លិនទាំងសំណើមអត់ឲ្យបែកញើសនៅខាងក្នុងម៉ាស៊ីនទេអញ្ចឹងសម្រាប់មុខងារដែលបងប្អូនពេញចិត្តមួយណាបងប្អូនគ្រាន់តែចុចរើសហើយបងប្អូនចុច start នោះម៉ាស៊ីននឹងចាប់ផ្ដើមដំណើរការទៅ direct តែម្ដងអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នាវីដេអូក្រោយ